ជំរាបសួរអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះផងណាខ្ញុំចង់មកបង្ហាញពីការបាញ់ឈាមចូលទៅក្នុងទីបឈាមនីមួយៗសម្រាប់ឲ្យអ្នកទាំងអស់គ្នាឲ្យបានមើលនិងចែករំលែកទៅបញ្ហាទាំងអស់នឹងដូចគ្នាដែរអញ្ចឹងជាធម្មតាតកតងជាមួយនឹងទីបឈាមគេភាគច្រើនអាសាប្រើទៅលើទីប3ហ្នឹងបើយើងហៅធម្មតាទីប3តងទីបស្វាយជាមួយនឹងទីបអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាពីរបៀបនៃការដាក់ឈាមចូលទៅក្នុងទីបទាំងអស់គ្នាហើយសម្រាប់ទីបពណ៌ស្វាយដែលយើងតែងតែហៅវាថាជាទីបអេម៉ូក្រាមឬមកក៏ជាទីបអេដាហ្នឹងជាធម្មតាគេដាក់ឈាមចូលទៅក្នុងទីបហ្នឹងចំណុះរបស់វាគឺមាននៅកន្លែងគប់ក្រិតពណ៌ខ្មៅមួយហ្នឹងចំនួនរបស់ដែលយើងត្រូវដាក់ឲ្យគ្រប់ហ្មងគឺជាធម្មតាគឺចំនួន2មីលីលីត្រប៉ុន្តែសម្រាប់អ្នកដែលគាត់នៅខាងក្រុមក្មេងឬមកក៏នៅខាងអីគាត់អាចដាក់ធំយ៉ាងតិចក៏1មីលីលីត្រហើយសម្រាប់ទីបនេះផងដែរពិសេសជាងគេអាចដាក់ចូលទៅតាមក្បាលនៃទីបនឹងក៏បានឬមកក៏យើងដកដាក់បាញ់ចូលធម្មតាបានដូចយើងប្រើសម្រាប់យើងដាក់ចូលយើងដាក់ហ្នឹងគឺយើងប្រើស្កាវ៉ាញ់ចូលបែបហ្នឹងចាក់ឲ្យគេមានពងសម្រាប់ដាក់ឈាមចូលទៅក្នុងហ្នឹងហើយយើងត្រូវចាំថាយើងដាក់ត្រឹមតែ2មីលីលីត្រទេសម្រាប់ទីបនេះអត់ឲ្យលើសហើយក៏បើសិនជាអាចគេសុំអត់ឲ្យខ្វះហើយការដាក់នេះយើងអាចមើលពីរបៀបនៃការដាក់ឈាមនឹងបានយើងដាក់ឈាម